បងប្អូននេះមន់បាទមន់ខ្ញុំត្រៀមថ្ងៃចូលឆ្នាំបាទនៅផ្ទះរបស់ខ្ញុំបងប្អូនថ្ងៃចូលឆ្នាំគឺខ្ញុំបានទៅមែនក៏ប៉ុន្តែខ្ញុំឲ្យបងប្អូនខ្ញុំថតវីដេអូឲ្យបាទគឺថតមន់បងប្អូនតាអូនមន់យើងត្រៀមថ្ងៃចូលឆ្នាំមិនឲ្យអូនឥឡូវហើយបងប្រុសថាអត់អីបងអត់មានងាប់មានអីទេទោះបីភ្លៀង2 3មេមកមែនក៏ប៉ុន្តែមន់យើងអត់អីទេបងអត់មានស្លាប់មានអីគឺនៅទាំងអស់បងប្អូនគឺកាក់កបមែនតើបាទមានអាគោកមួយអានឹងមេបាទ3 4មេដែរបងប្អូនហើយនឹងកូនបាត់សបុកបាទប៉ុណ្ណេះចូលឆ្នាំហ្នឹងគឺពេញលេងហ្នឹងបងប្អូនគឺបងប្អូនខ្ញុំបាទ3 4នាក់ហ្នឹងគឺពេញលេងចូលឆ្នាំថាគឺមន់គឺមើលទៅគឺល្មមបាទមន់ត្រែបងប្អូនហើយប៉ុណ្ណេះគឺដាក់តយងចេកដើមចេកទៀតហើយចូលឆ្នាំនេះជុំបងប្អូនបាទដឹងតែទឹកតឡាចទឹកស្តុបបរីទៀតហើយបាទជុំបងប្អូនទៀតហើយបាទព្រោះមន់យើងពេញសាច់ល្អបងប្អូនអើយចូលឆ្នាំបាទដល់សល់តែប្រហែលកន្លះខែបាទថាមួយខែតោះមួយខែទៀតចុះបាទមួយខែតិចតួចទៀតដល់ចូលឆ្នាំអញ្ចឹងមន់យើងពេញសាច់បងប្អូនអញ្ចឹងយើងត្រៀមហើយយើងត្រៀមគឺទឹកតឡាចទឹកប៉េងប៉ោះទឹកអីទិញថែមទៅបាទហើយយើងមានមន់យើងមកម្ហូបស្រាប់យើងមន់ស្រែទៀតបងប្អូនហើយគឺជាតិមែនទែនបាទពេលថ្ងៃយើងទៅវត្តបាទមកពីវត្តវិញពេលល្ងាចតិចយើងបបិលមន់ស្រែយើងនៅផ្ទះជុំបងប្អូនគឺអែមែនទែនបងប្អូនហើយគ្រាន់គិតហ្នឹងក៏មានអារម្មណ៍ថាសប្បាយបដាបងប្អូនបាទហើយមានបងប្អូនខ្លាំងគេចូលឆ្នាំបដាគេសង្ក្រាន្តបដាហើយបាទប៉ុន្តែខ្ញុំនៅទេបងប្អូនគឺនៅធ្វើការសិនបាទសំលុយដើម្បីទិញទឹកតឡាចទឹកពេញប៉ោះទឹកទាំង3ជូរសិនព្រោះម្ហូបយើងមានស្រាប់ហើយបាទហើយដើមចេកក្រូចផ្ទះក៏មានបាទឆ្នាំនេះគឺកាក់កបបាទយងចេកក៏មានស្រាប់ទៀតធម្មជាតិបាទមន់ក៏ធម្មជាតិទៀតបាទតែជុំបងប្អូនបាទគឺអែមែនតើបងប្អូនបាទគឺមន់នេះក៏ឲ្យបងប្អូនថតឲ្យមកបានថតទៅផ្ទះទេបាទមួយយ៉ាងគឺរវល់មែនតើបងប្អូនអើយជិតចូលឆ្នាំនេះការងារគឺច្រើនមែនតើបាទដកឃ្លាមិនរួចទេបងប្អូនខ្ញុំធ្វើដល់ម៉ោងចង្ការម៉ោង7បាទចង្ការម៉ោង8យប់បងប្អូនគឺរវល់មែនតើការងារមួយយ៉ាងគឺច្រើនមែនទេបងប្អូនជិតចូលឆ្នាំអញ្ចឹង